មួយខ្លះគាត់នៅឆ្ងល់ពីឈុត print roll ជាមួយម៉ាស៊ីន Epson L180 ឬក៏ម៉ាស៊ីន Epson ប្រភេទផ្សេងគឺត្រូវមានអីខ្លះហើយត្រូវកែម៉ាស៊ីនកែតម្លៃអត់បើសិនជាម៉ាស៊ីន L180 នេះគឺយើងប្រើកម្មវិធីទៅមិនបាច់កែលើម៉ាស៊ីនទេអញ្ចឹងណាម៉ាស៊ីនយើងគឺអត់មានកែអីទេគឺវានៅដដែលទាំងអស់គ្រាន់តែឃើញនេះគឺ admin ដោះក្របវាចេញស្រួលក្នុងការ check អត់មានកែអីណាម៉ាស៊ីនអញ្ចឹងណាម៉ាស៊ីនវានៅម៉ាស៊ីនទេអត់មានទៅប៉ះពាល់កែវាទេលើកលែងតែយើងចង់ប្រើដុំនេះដុំទប់កុំឲ្យវា print យឺតព្រោះធម្មតាម៉ាស៊ីន Epson print ប្រហែលស្លឹក A3 ហ្នឹងដាក់ quality ទៅវាចាប់ដើមចាក់ល្បឿនយឺតហើយអញ្ចឹងបើយើងចង់ថែមដុំហ្នឹងយើងត្រូវនេះតចូលក្នុង board ម៉ាស៊ីនណា admin ដាក់ឲ្យក៏បានដែរអាហ្នឹងតែអាហ្នឹងអត់ជា requirement ត្រូវតែ print roll ទេព្រោះអាហ្នឹងវាអត់ពាក់ព័ន្ធជាមួយការ print roll ទេបើយើងចង់ print roll យើងមានជើងដាក់ដុំ roll មកនេះ sticker roll ហើយជើងវាដាក់ពីក្រោយហើយជើងហ្នឹងអត់មានជាប់គ្នាជាមួយម៉ាស៊ីន print អីទេហើយវាអត់មានអីតអីគ្នាទេវាគ្រាន់តែជើងដាក់ sticker roll អញ្ចឹងណាហើយដូចគ្នាអាខាងមុខនេះគឺវាល្វីអូតូក៏វាដាច់គ្នាដែរអត់មានពាក់ព័ន្ធមួយម៉ាស៊ីនអីទេវាដាច់គ្នាទាំងអស់អញ្ចឹងម៉ាស៊ីនយើងប្រើ software print roll គឺវាអត់តាក់ទងជាមួយអាជើងអស់នេះទេវាអត់មានជាប់គ្នាទេអញ្ចឹងមួយខ្លះគាត់ឆាតមកសួរថាត្រូវតម្លើងមិនអត់មានតម្លើងអីទេម៉ាស៊ីនយើងដដែលយើងតម្លើងតែកម្មវិធីឯងតម្លើងកម្មវិធីក្នុង laptop យើងឬក៏ desktop យើងទៅក្រៅពីហ្នឹងគឺម៉ាស៊ីនយើងនៅដដែលទាំងអស់អត់មានពាក់ព័ន្ធក្នុងកែទេដូច admin និយាយពីដើមអញ្ចឹងលើកលែងតែយើងថែមអានេះថែមហ្នឹងត្រូវដោះម៉ាស៊ីនដោះ board វាដាក់តភ្ជាប់ខ្សែវាឲ្យតែអត់មានកែអីទេអញ្ចឹងម៉ាស៊ីនជា print roll យើងមានតែកម្មវិធី print roll មកម៉ាស៊ីន print Epson យើងហ្នឹងអាល្វីនេះអត់ requirement ដែរបើយើងចង់ស្រួលយើងទិញដាក់ទៅតែបើថាអត់ទិញដាក់ក៏បានដែរវាអត់មានពាក់ព័ន្ធគ្នាទេអាជើងនេះអញ្ចឹងដែរឆ្នៃក៏បានដែរតែបើអត់ចង់ឆ្នៃទិញអស់លុយដែរគាត់ថាហ្នឹងគឺអញ្ចឹងថាអ្វីដែលឆ្ងល់គឺត្រូវតម្លើងមិនតម្លើងតែ software តម្លើងប្រើតាម remote ក៏បានដែរ AnyDesk TeamViewer អីហ្នឹងណាអញ្ចឹងយើងអាចតម្លើងតាម remote បានយើងមិនបាច់យកម៉ាស៊ីនមកទេព្រោះអត់មានត្រូវតម្លើងអីទេលើកលែងតែអានេះមួយគត់បើសិនជាចង់ឲ្យមានតម្លើងឲ្យពិតតម្លើងខ្លួនឯងក៏បានដែរមានវីដេអូជំរាបតម្លើងអាហ្នឹងវាមិនពិបាកប៉ុន្មានទេតែបើចង់ឲ្យមានតម្លើងឲ្យក៏បានដែរអញ្ចឹងអាហ្នឹងគឺសម្រាប់ចម្ងល់មួយដែលគាត់ឆ្ងល់ថាត្រូវតម្លើងម៉ាស៊ីននឹងមិនអត់មានកែមានតម្លើងទេម៉ាស៊ីននៅដដែលទាំងអស់ប្រើតែ software ហើយដាក់ sticker roll ហ្នឹងជើងដាក់ sticker roll ជើងល្វីនេះគឺ optional ដែរមានន័យថាអត់ requirement ទេអត់ត្រូវការចាំបាច់ទេយើងចង់ទិញក៏បានអត់ទិញក៏បានដែរអាហ្នឹងអត់ដាក់ក៏បានដែរអត់ពាក់ព័ន្ធគ្នាទេអញ្ចឹងវាប៉ុណ្ណឹងយើងចង់ print roll គឺយើងទិញចង់ទិញអានេះក៏ទិញទៅអត់ក៏អត់ទៅអត់អីទេអាហ្នឹងអត់ requirement ទេអានេះក៏អញ្ចឹងដែរបើយើងឆ្នៃខ្លួនឯងបានក៏ឆ្នៃទៅតែបើអត់ចង់ឆ្នៃទេទិញស្រាប់អញ្ចឹងមកដាក់ sticker roll យើងហ្នឹងវាអត់ពាក់មួយអត់ជាប់មួយម៉ាស៊ីនទេហើយនឹង sticker roll ឬក៏กระดาษ roll យើងចង់ print អីចឹងណាតែប៉ុណ្្នឹងទេអញ្ចឹងហើយនឹង software មួយទៀត software ក្នុង computer យើងសំខាន់ជាងគេអត់ប្រើ software ទេម៉ាស៊ីននឹង print roll បានទេណាអញ្ចឹងយើងតែប៉ុណ្្នឹងទេ